បាទជាសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីនៅក្នុងវីដេអូរបស់លោកគ្រូចិនសែម៉ងបងប្អូនដែលឃើញវីដេអូនេះប្រកាសជាដឹងហើយថាថ្ងៃនេះគឺជាដើមខែកញ្ញាគឺជាខែថ្មីដែលបងប្អូនកំពុងតែត្រៀមចូលហើយដឹងហើយខែកញ្ញានេះគឺជាខែដែលមានពិធីបុណ្យភ្ជុំបិណ្ឌអញ្ចឹងខ្ញុំក៏ឆ្លៀតជូនពរបងប្អូននៅក្នុងវីដេអូមួយនេះឲ្យហើយតែព្រោះអត់ដឹងថាមានវីដេអូត្រូវចេញទៀតអត់ទេអញ្ចឹងសូមជូនពរបងប្អូននៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសម្រាប់ឆ្នាំ2025នេះសូមបងប្អូនមានសុខសុវត្ថិភាពទៅទីចិត្តទីឆ្ងាយទៅស្រុកកំណើតគឺប្រកបដោយភាពសប្បាយរីករាយហើយនិងសុវត្ថិភាពទាំងទៅទាំងមកអញ្ចឹងវិលមកកម្មវិធីបទរបស់យើងវិញបងប្អូនប្រកាសជាដឹងហើយថាដើមខែគឺយើងតែងតែនិយាយអំពីឆ្នាំសយនិងទិសសយប្រចាំខែនីមួយៗចាស់ស្ដែងគឺវីដេអូនេះគឺយើងនិយាយអំពីឆ្នាំសយនិងទិសសយនៅក្នុងខែកញ្ញាសម្រាប់ឆ្នាំ2025អញ្ចឹងបងប្អូនយើងមានចំនួន2ឆ្នាំដែលសយនៅក្នុងខែ9នេះខ្ញុំសូមលើកយកនៅឆ្នាំមួយដែលសយជាងគេគឺឆ្នាំថោះអញ្ចឹងសម្រាប់បងប្អូនដែលគាត់កើតនៅក្នុងឆ្នាំថោះបងប្អូនត្រូវចាំថានៅក្នុងខែ9នេះគឺយើងឆុងខ្លាំងអញ្ចឹងបងប្អូនត្រូវចងចាំថាការរស់នៅក្នុងខែកញ្ញានេះគឺយើងត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានល្អបំផុតតាមដែលយើងអាចធ្វើទៅបានជាក់ស្ដែងរាសីរបស់អ្នកឆ្នាំថោះនៅក្នុងខែនេះគឺប្រែប្រួលមិនទៀងទេមានន័យថាបើយើងនិយាយឲ្យស្រួលស្ដាប់ដោយអ្នកជំងឺឈឺដែលមួយថ្ងៃកាត់មួយថ្ងៃកោថ្ងៃហ្នឹងទៅក៏ល្អទៅស្អែកឡើងក៏ធ្លាក់ដល់បាតទៅក៏មានអញ្ចឹងវាធ្វើឲ្យការរស់នៅរបស់អ្នកឆ្នាំថោះនៅក្នុងខែ9ហ្នឹងគឺមានភាពពិបាកបន្តិចក្នុងការបត់បែនរាសីរបស់ខ្លួនឯងអញ្ចឹងកន្លែងនេះខ្ញុំចង់បង្ហាញថានៅក្នុងខែ9នេះបញ្ហានៅក្នុងជីវិតរបស់អ្នកដែលគាត់កើតឆ្នាំថោះហ្នឹងគឺមានច្រើនជាងលៀបហើយនៅក្នុងបញ្ហាទាំងអស់ហ្នឹងគឺមានបញ្ហាតែម្ដងអត់មានថានៅក្នុងបញ្ហាមានលៀបអីទេអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនគាត់ចេះគ្រប់គ្រងនិងចេះប្រយ័ត្នខ្លួនឯងពីបញ្ហានានាជាពិសេសនៅក្នុងខែ9ហ្នឹងកុំឲ្យខ្លួនឯងធ្លាក់ឬមួយក៏ជាប់ជំពាក់នៅក្នុងបញ្ហាណាមួយអសោះពីព្រោះពិបាកក្នុងការដោះស្រាយហើយវាអាចប្រឈមជាមួយនឹងបញ្ហាខាតបង់វាអត់ចំណេញសម្រាប់យើងទាល់តែសោះសម្រាប់អ្នកឆ្នាំថោះអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនអាចមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទៅលើការរស់នៅរបស់ខ្លួនឯងណាទាំងការងារទាំងការរស់នៅប្រចាំថ្ងៃយើងចូលមកចំណុចទី2គ្រោះថ្នាក់ក៏អាចកើតមានច្រើនដែរទៅលើគ្រោះថ្នាក់ចរាចរណ៍ខ្ញុំផ្ដោតសំខាន់ទៅលើចរាចរណ៍អញ្ចឹងកើតឡើងភាគច្រើនគឺនៅពេលយប់អញ្ចឹងសង្ឃឹមថាបងប្អូនដែលគាត់ធ្វើដំណើរពេលយប់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ហើយអាសាយកខ្ទឹមសកង់កិនក្រុមកង់យានយន្តរបស់យើងហ្នឹងឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបានហើយខ្ញុំជឿជាក់ថាអ្នកកាត់ចាំថោះគាត់នៅក្នុងខែ9នេះគាត់ក៏មានអារម្មណ៍មិនសូវស្រួលដែរពេលដែលគាត់ធ្វើដំណើរគាត់តែងតែមានអារម្មណ៍រៀងភ្ញាក់ទៅលើការបើកបររបស់គាត់អញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តថាព្យាយាមតាំងស្មារតីតាំងសតិរបស់ខ្លួនឯងហើយអាសាយកខ្ទឹមសកិនក្រុមកង់យានយន្តរបស់យើងហើយចំណុចបន្ទាប់ទៀតគឺពាក់ព័ន្ធជាមួយនឹងនៅកន្លែងធ្វើការងារសម្រាប់អ្នកឆ្នាំថោះនៅក្នុងខែ9នេះខ្ញុំជឿជាក់ថា100%តែម្ដងគឺមានការប្រកួតប្រជែងគ្នាខ្លាំងមែនទែននៅក្នុងកន្លែងដែលយើងធ្វើការអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកដែលគាត់កើតឆ្នាំថោះសូមឲ្យយកចិត្តទុកដាក់ទៅលើការធ្វើការងាររបស់ខ្លួនឯងឲ្យបានល្អពីព្រោះការប្រណាំងប្រជែងនេះវាអាចមិនហុចផលអាក្រក់ឲ្យយើងទេប៉ុន្តែធ្វើឲ្យយើងធ្លាក់ credit ឬមួយក៏យើងហៅថាលទ្ធផលបន្ទុកគុណភាពការងាររបស់យើងគឺវាបានថយចុះអញ្ចឹងក៏វាមានផលប៉ះពាល់ខ្លះទៅលើការវាយតម្លៃចុងឆ្នាំរបស់អ្នកទាំងអស់គ្នាដែរអញ្ចឹងការប្រកួតប្រជែងនៅក្នុងកន្លែងធ្វើការនេះខ្ញុំសូមឲ្យមានការត្រៀមខ្លួននៅក្នុងការការពារខ្លួនទៅលើការលើកហេតុផលហ៊ានជជែកហ៊ានវែកញែកទៅលើអ្វីដែលជាស្នាដៃការងាររបស់យើងដើម្បីកុំឲ្យគេចោទអីក៏បានអញ្ចឹងណាអញ្ចឹងបើសម្រាប់បញ្ហាដែលការប្រកួតប្រជែងនេះភាគច្រើនកើតចេញពីថ្នាក់លើហើយជាមួយនឹងយើងនៅក្រោមគាត់មួយថ្នាក់អត់អាចម្លងតំណែងបានទេឧទាហរណ៍ថាមេយើងហើយយើងហ្មងមិនមែនមេយើងហើយមានមេមួយទៀតហើយបានយើងមិនមែនទេភាគច្រើនប្រកួតប្រជែងគឺអ្នកដែលលើនៅឋានៈក្បែរយើងផ្ទាល់នឹងតែម្ដងអញ្ចឹងប្រុងប្រយ័ត្នឲ្យបានល្អខ្ញុំជឿជាក់ថានឹងអាចមានភាពល្អប្រសើរឥឡូវនេះចំណុចវាមិនសូវជាដល់សំខាន់ទេចំណុចបន្ទាប់នេះគឺពាក់ព័ន្ធនឹងសុខភាពយើងនិយាយអំពីមនុស្សជុំវិញខ្លួនបើសិនជាមានពួកគាត់មានជំងឺមិនថាផ្ដាសាយមិនថាជំងឺអីទេដែលអាចឆ្លងបានអ្នកដែលគាត់កើតឆ្នាំថោះនៅក្នុងខែ9នេះគឺងាយឆ្លងមេរោគពីមនុស្សជុំវិញខ្លួនហ្នឹងគឺលះលឿនអញ្ចឹងទៅខ្ញុំសូមឲ្យមានការប្រុងប្រយ័ត្នបើយើងឆ្លងត្រឹមផ្ដាសាយឆ្លងត្រឹមអីវាមិនចោតទេតែយើងខ្លាចឆ្លងនៅជំងឺធំផ្សេងទៀតដែលពេលខ្លះវាអាចធ្វើឲ្យយើងនឹងមានផលប៉ះពាល់ឬមួយក៏សុខភាពរបស់យើងវាមិនអំណោយផលដែលធ្វើឲ្យការរស់នៅរបស់យើងគឺវាអត់មានគេហៅថាម៉េចគេហៅថា
អត់សុខស្រួលក្នុងខ្លួនណាអញ្ចឹងវាពិបាកក្នុងការរស់នៅដូចយើងដឹងអញ្ចឹងថាសុខភាពគឺជាមាសប្រាក់ចាំបើសុខភាពយើងឈឺហើយយើងធ្វើអីក៏វាមិនសូវបានផលដូចគ្នាដែរអញ្ចឹងអ្នកឆ្នាំថោះបើស្ដាប់មកខ្ញុំមានតែ4ចំណុចហ្នឹងទេព្រោះខ្ញុំខ្ជិលនិយាយរាប់ច្រើនអាចថាបើនិយាយកាន់តែច្រើនបងប្អូនកាន់តែភ័យអញ្ចឹងបងប្អូនថាចុះមិនលោកគ្រូថាថោះឆុងខ្លាំងណាស់ហេតុអីបានមានតែតិចម៉េះមានតិចប៉ុន្តែចំណុចទី1ដែលខ្ញុំនិយាយមុនហ្នឹងថាសម្បូរទៅដោយបញ្ហាគឺមានន័យថាគ្រប់រូបភាពគ្រប់ជ្រុងតែម្ដងហើយនៅក្នុងបញ្ហាហ្នឹងគឺជាបញ្ហាទៅទៀតអត់មានបញ្ហាក្នុងបញ្ហាមានលៀបក្នុងគ្រោះមានលៀបអីអត់គឺអត់ទេតែមានបញ្ហាគឺមានបញ្ហាអញ្ចឹងបញ្ហាគឺមានច្រើនផ្នែកណាស់វាយចូលមកក្នុងជីវិតអ្នកឆ្នាំថោះអញ្ចឹងសូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់តាមដែលអាចធ្វើទៅបានពាក់ព័ន្ធជាមួយដំណោះស្រាយយើងអាចព្យាយាមអាសាអុជធូបកន្លែងកុងម៉ារបស់យើងដើម្បីឲ្យបុព្វបុរសរបស់យើងគាត់តាមថែរក្សាយើងអាហ្នឹងគឺផ្នែកអបិយជំនឿហើយជំនាញផ្ទះក៏ដូចគ្នាដែរក៏យើងអាចអុជធូបបានដែរហើយចាំបាច់សែនអីទេយើងអាចអុជធូបធម្មតាសូមតែសេចក្តីសុខក៏បានដូចគ្នាហើយបើសិនជាអាចទៅបូមឈាមណាចេញពីខ្លួនយើងបន្តិចទៅដើម្បីកាត់គ្រោះហើយឬមួយក៏យើងទៅបរិច្ចាគឈាមក៏បានដែរបូមឈាមបណ្ដាសុខភាពក៏បានបរិច្ចាគឈាមក៏បានដែរអញ្ចឹងបងប្អូនអាចធ្វើការកាត់គ្រោះបានមួយផ្នែកធំដែរណារឿងដែលពាក់ព័ន្ធនឹងអាយុជីវិតឬមួយក៏បង្កឲ្យមានការដាច់រលាត់ស្បែកឈាមអីហ្នឹងគឺអាចកាត់បន្ថយបានតាមរយៈការបូមឈាមហើយចំណុចមួយទៀតបងប្អូនអាចឲ្យម្ដាយឪពុកបាទឬមួយក៏ម្ដាយឪពុករបស់យើងហ្នឹងគាត់ស្រោចទឹកឲ្យយើងក៏បានដែរហ្នឹងក៏ជួយកាត់បន្ថយនៅគ្រោះឆុងរបស់យើងទាំងប្រមាណហ្នឹងកុំឲ្យវាបង្កជារូបភាពឬមួយក៏គ្រោះថ្នាក់ណាចេញមកតែឲ្យវាត្រឹមតែជាអារម្មណ៍អត់ស្រួលសនុកក្នុងចិត្តយើងតែប៉ុណ្្នឹងទៅបានហើយនេះគឺជារឿងរ៉ាវរបស់អ្នកឆ្នាំថោះដែលខ្ញុំសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទអញ្ចឹងយើងចូលដល់ឆ្នាំទី2ឆ្នាំទី2ឆ្នាំដែលឆុងគឺឆ្នាំរកាខ្លួនឯងតែម្ដងជាក់ស្ដែងគឺខែ9នេះគឺខែរកាស្រាប់អញ្ចឹងនៅក្នុងឆ្នាំរកាគឺឆុងជាមួយនឹងរកាខ្លួនឯងអញ្ចឹងជាក់ស្ដែងគឺយើងមានតែ2ឆ្នាំទេអញ្ចឹងសម្រាប់បងប្អូនដែលកើតឆ្នាំថោះនិងឆ្នាំរកានេះគឺប្រយ័ត្នឲ្យបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាននៅក្នុងខែ9ឥឡូវនេះយើងចូលមកដល់ឆ្នាំរកាអ្នកឆ្នាំរកានៅក្នុងខែ9នេះគាត់អាចប្រឈមជាមួយនឹងការពីគេហៅថាទំនុកចិត្តណាមនុស្សជុំវិញខ្លួនដែលយើងទុកចិត្តខ្លាំងហ្នឹងអាចមានការបោកប្រាស់យើងបញ្ចេញនៅគេហៅថាចរិតពិតឬមួយក៏សន្តានពិតល្បិចកលរបស់គេហ្នឹងបង្ហាញឲ្យយើងឃើញអញ្ចឹងទៅវាអាចធ្វើឲ្យយើងហ្នឹងយើងឈឺចុកចាប់ដែរណាបន្ទោសខ្លួនឯងអីអញ្ចឹងទៅមិនសប្បាយចិត្តនឹងការខ្លួនឯងមិនសប្បាយចិត្តនឹងរឿងកន្លងមកដែលយើងធ្វើចំពោះមនុស្សដែលយើងទុកចិត្តហ្នឹងអញ្ចឹងកន្លែងនេះសូមឲ្យមានការសម្រួលនៅអារម្មណ៍ហើយបើសិនជាបងប្អូនដែលគាត់កើតឆ្នាំរកាហើយគាត់កំពុងតែមានភារកិច្ចធំឲ្យបុគ្គលដែលយើងទុកចិត្តគាត់កាន់កាប់ហើយយើងមានការសង្ស័យដែរនោះសូមឲ្យមានការសិក្សាស្រាវជ្រាវពីគាត់បន្ថែមទៀតដើម្បីកុំឲ្យមានការខាតបង់ឬមួយក៏ខកចិត្តកម្រិតធ្ងន់ចូលដល់ចំណុចទី2នៅកន្លែងការងារវិញយើងអាចនិយាយបានថាបើសិនជាយើងធ្វើការងារក្តីយើងនៅកន្លែងយើងធ្វើការងារជាបុគ្គលិកឯកជនណាខ្ញុំគិតថាដូចជាវាមិនជាពេលវេលាដែលល្អទេសម្រាប់យើងក្នុងការចាប់ឱកាសឬមួយក៏ប្រជែងក្នុងការឡើងតំណែងតួនាទីស្នើសុំមេឡើងប្រាក់ខែនេះគឺមិនមែនជាខែដែលស័ក្តិសមទេអញ្ចឹងសូមឲ្យប្រយ័ត្នហើយខ្ញុំសូមឲ្យពិចារណាធ្វើម៉េចរក្សាតែការងារបច្ចុប្បន្នរបស់ខ្លួនឯងឲ្យបានល្អហើយកុំឲ្យមានតែកំហុសទៅគឺជាការល្អណាស់ទៅហើយចាំរឿងឡើងប្រាក់ខែឡើងតំណែងអីចង់ស្នើសុំអីអានឹងចាំយើងពិភាក្សាគ្នានៅខែក្រោយទៀតអានឹងក៏វាមិនយឺតពេលដែរបាទចូលដល់រឿងទី3អ្នកឆ្នាំរកាដូចគ្នាខែនេះត្រូវចេះប្រឹងប្រែងខ្លួនឯងឲ្យបានច្រើនពីព្រោះមនុស្សល្អបើយើងនិយាយមកគេថាគួយណាំងណាមនុស្សល្អដែលចូលមកក្នុងជីវិតយើងជាចង់ជួយយើងខែកញ្ញានេះគឺមកតិចឬមួយក៏អាចនិយាយបានថាវាស្ទើរខ្លាំងអញ្ចឹងបើសិនជាយើងធ្វើការងារហើយរំពឹងថាមេនឹងជួយរំពឹងថានឹងមានភាគីណាមកជួយសូមឲ្យបន្ថយអាកំណត់ហ្នឹងហើយពង្រឹងមកឲ្យខ្លួនឯងហ្នឹងខិតខំវិញទៅអាហ្នឹងល្អជាងហើយបើថារកស៊ីពឹងផ្អែកនឹងលើគេសតខែកញ្ញានេះខ្ញុំគិតថាប្រហែលជារៀងមិនសប្បាយចិត្តនឹងរឿងហ្នឹងទេអញ្ចឹងសូមឲ្យមានការប្រឹងប្រែងរឿងអីក៏ដោយធ្វើខ្លួនឯងទុកចិត្តជាងណាទុកចិត្តជាងរំពឹងអ្នកដតីជួយអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់សង្កត់ធ្ងន់ថាប្រឹងខ្លួនឯងធ្វើខ្លួនឯងទុកចិត្តខ្លួនឯងឲ្យច្រើនសម្រាប់ចំណុចទី4គឺពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់មានចរិតឆេវឆាវចរិត
ឆ្នះកាចពីកំណើតសម្រាប់អ្នកឆ្នាំរកាណានៅក្នុងខែកញ្ញានេះបើអាចបន្ថយបានក៏បន្ថយតែបើបន្ថយមិនបានទេខ្ញុំជឿជាក់ថាអ្នកនឹងជួបជាមួយនឹងចំនួនជាមួយនឹងអ្នកដតីក្នុងកម្រិតធ្ងន់ធ្ងរដែលអាចធ្វើឲ្យបាត់បង់មុខមាត់ប៉ះពាល់នៅគេឈ្មោះឬមួយក៏អាចមានការប្តឹងផ្ដាល់គ្នាទៀតក៏ថាបានដូចគ្នាអញ្ចឹងក្នុងករណីនេះសូមឲ្យអ្នកឆ្នាំរកាដែលគាត់មានចរិតកាចឆ្នះឆាប់ប្រតិកម្មឆាប់មាត់សម្ដីមិនពីរោះបាទសូមឲ្យមានការប្រុងប្រយ័ត្នតាមតែអាចធ្វើទៅបានអានឹងគឺល្អណាខ្ញុំសង្ឃឹមថានឹងអាចធ្វើទៅបានបើមិនអញ្ចឹងទេរឿងដែលកើតចេញមកពីចំនួនហ្នឹងនឹងបង្កទៅជា2 2ទៅជា3 3ទៅជា4វាធ្វើឲ្យយើងនឹងឈឺក្បាលមួយមុខមួយវាដែរអានឹងកាន់តែធំណារឿងមួយទៀតពាក់ព័ន្ធជាមួយនឹងចិត្តរបស់អ្នកកើតឆ្នាំរកានៅក្នុងខែកញ្ញានេះគឺរារែកមែនទែនដូចដើមស្រល់អញ្ចឹងម្ដងទៅគិតថាខ្លួនឯងធ្វើអញ្ចឹងទៅត្រូវទៅ5នាទីក្រោយគាត់ថាអាមុនដែលយើងអាមិញដែលយើងធ្វើហ្នឹងគឺខុសទៅអញ្ចឹងពេលខ្លះវាធ្វើឲ្យបើយើងម្នាក់ឯងវាដូចតែតោលណាមិនដឹងថាធ្វើអីទៅជាអីទៅជាណាណីទិសតំបន់វាអត់ដឹងតែបើសិនជាយើងជាអ្នករស់ស៊ីឬមួយយើងជាថៅកែយើងមានបុគ្គលិកកាលណាយើងបណ្ដោយឲ្យអារម្មណ៍របស់យើងប្រែប្រួលអញ្ចឹងវាធ្វើឲ្យអ្នកដើរតាមយើងគឺរេកតុយទៅតាមនឹងដូចគ្នាអញ្ចឹងកន្លែងនេះឲ្យសម្រាប់អ្នកឆ្នាំរកាគួរតែតាំងចិត្តឲ្យនឹងណហើយកុំសេតកុំកំណត់គោលដៅច្រើនពេកអីនៅក្នុងខែកញ្ញានេះហើយព្យាយាមកំណត់ត្រឹមតែ1 2តែឲ្យច្បាស់ថាផ្លូវដើរគឺផ្លូវហ្នឹងហើយធ្វើវាទៅឆ្លងផុតខែកញ្ញាចាត់ទុកថាសំណាងណាស់ទៅហើយសម្រាប់អ្នកឆ្នាំរកាណាហើយចំណុចចុងក្រោយនេះគឺអ្នកដែលគាត់មានការត្រៀមនៅក្នុងការព្យាបាលជំងឺការវះកាត់ក្តីសូមឲ្យជ្រើសរើសថ្ងៃល្អដើម្បីទៅព្យាបាលតែបើសិនជាក្នុងករណីបន្ទាន់ខ្លាំងបងប្អូនក៏អាចគោរពនៅតាមគេថាវិជ្ជាបញ្ជារបស់ពេទ្យជាគោលតែបើសិនជាយើងនៅមានពេលវេលាយើងអាចធ្វើការជ្រើសរើសនៅថ្ងៃល្អដើម្បីទៅព្យាបាលឬមួយក៏វះកាត់ដើម្បីយើងគេថាជំនឿយើងណាដើម្បីជៀសឲ្យផុតពីគេថាភាពចៃដន្យឬមួយក៏ឧបទ្ទវហេតុចៃដន្យនៅពេលដែលយើងកំពុងតែព្យាបាលអញ្ចឹងអ្នកដែលកើតឆ្នាំរការឿងខាងលើនេះខ្ញុំបាននិយាយអស់ហើយអញ្ចឹងបងប្អូនអាចនឹងស្ដាប់ម្ដងទៀតម្ដងហើយម្ដងទៀតដើម្បីក្រើនរំលឹកខ្លួនឯងយើងនិយាយអំពីដំណោះស្រាយវិញអ្នកឆ្នាំរកាឆ្នាំនេះអាចទៅប្រឡែងថៃ12ក្បាលចូលទៅក្នុងស្រះហើយយល់ល្អនៅវត្តតែម្ដងខ្ញុំអត់ឲ្យប្រឡែងនៅទន្លេឬមួយក៏ស្រះនៅទីសាធារណៈអីទេតែវត្តតែម្ដងទៅ12ក្បាលមិនថាទូចមិនថាធំទេអាចប្រឡែងបានឬមួយក៏ច្រើនជាងនេះតែល្អហើយអាចទៅបូមឈាមឬមួយក៏បរិច្ចាគឈាមចេញពីខ្លួនខ្លះក៏ល្អដែរសម្រាប់កាត់បន្ថយនៅភាពខ្សោយរបស់ខ្លួនឯងនៅក្នុងខែកញ្ញានេះឲ្យវាចុះទាបហើយឲ្យការរស់នៅរបស់យើងប្រកបដោយភាពសុខសប្បាយឬមួយក៏សុខសាន្តនេះគឺជារឿងរ៉ាវរបស់ឆ្នាំទាំងពីរដែលខ្ញុំបារម្ភហើយនឹងឆុងនៅក្នុងខែកញ្ញានៅក្នុងឆ្នាំ2025យើងចូលមកប្រធានបទបន្ទាប់មួយទៀតបងប្អូនប្រកាសជាចង់ដឹងហើយពាក់ព័ន្ធជាមួយនឹងទិសសោយនៅក្នុងខែកញ្ញានេះបាទទិសសោយមានរហូតទៅដល់3ទិសទិសទី1គឺទិសខាងកើតឈៀងជើងទិសខាងកើតឈៀងជើងតារាសាស្ត្រប្រចាំឆ្នាំគឺលេខ5ចង្រៃវាមកឈរចំនៅនឹងហើយដល់តែខែ9នេះតារាសាស្ត្រលេខ7តារាសាស្ត្រចង្រៃមកជន់មកតង់ទៀតអញ្ចឹងដែលយើងហៅថាឆុងពីត្រួតនឹងឯងឆុងពីតារាសាស្ត្រហើយការឆុងពីតារាសាស្ត្រនេះគឺមានកម្លាំងនៃការឆុងគឺខ្លាំងមែនទែនឧទាហរណ៍ថាបើមកតារាសាស្ត្រវាអាច10ថ្ងៃឃើញផលពីតារាសាស្ត្រវាត្រឹមតែ3ទៅ4ថ្ងៃឬមួយក៏5ថ្ងៃយ៉ាងយូរវាឃើញផលសម្រាប់ទិសខាងកើតឈៀងជើងទៀតសោតនេះនិយាយពីតារាសាស្ត្រឥឡូវនិយាយពីធាតុរបស់តារាសាស្ត្រទិសខាងកើតឈៀងជើងគឺធាតុដីតារាសាស្ត្រលេខ5គឺធាតុដីដឹងដីហើយដីមកគឺដីកាន់តែខ្លាំងអញ្ចឹងទិសខាងកើតឈៀងជើងជំរុញតារាសាស្ត្រលេខ5ដែលជាតារាសាស្ត្រចង្រៃប្រចាំឆ្នាំហ្នឹងឲ្យកាន់តែមានអំណាចប៉ះជាមួយតារាសាស្ត្រលេខ7ខែ9នេះធាតុមាសជាធាតុបង្កើតដោយដីទៀតអញ្ចឹងវាធ្វើឲ្យកម្រិតនៃការឆុងហ្នឹងគឺវាស្ទួនគ្នាទាំងតារាសាស្ត្រក៏ស្ទួនទាំងធាតុក៏វាជួយជំរុញគ្នាអញ្ចឹងការឆុងគឺមានការផ្ទុះខ្លាំងក្លាមែនតែនបើសិនជានៅជ្រុងឬមួយក៏នៅផ្ទះរបស់យើងផ្នែកខាងកើតឈៀងជើងនេះមានការគោះជួសជុលដំស្វានឬមួយក៏ធ្វើសកម្មភាពណាដែលមានសម្លេងគងរំពងដាក់បាសដាក់អីយ៉ាងជាដើមគឺសុទ្ធតែមានផលប៉ះពាល់ដូច្នេះហើយខ្ញុំសូមឲ្យមានការប្រុងប្រយ័ត្នហើយបើសិនជាត្រូវជួសជុលអីបើអាចលើកទៅពេលវេលាក្រោយក៏បានឬមួយក៏ជ្រើសរើស
ពេលវេលាល្អដើម្បីធ្វើអាហ្នឹងក៏យើងអាចធានាបាននៅភាពសុវត្ថិភាពដែរអញ្ចឹងបើសិនជាបងប្អូនប៉ះពាល់នៅទិសនេះរឿងទី1គឺវាធ្វើឲ្យយើងខាតបង់លុយកាក់អាចមានអត្រាជួបរឿងចោរកម្មបាត់បង់ទ្រព្យហើយអាចមានគ្រោះថ្នាក់ហើយសួរថាតើអត្រានៃការកើតខ្ពស់អត់គឺខ្ពស់ខ្លាំងមែនតើនៅក្នុងខែកញ្ញាហ្នឹងអញ្ចឹងពាក់ព័ន្ធដំណោះស្រាយបើថាលោកគ្រូខ្ញុំធ្វើនៅទិសហ្នឹងហើយឬមួយក៏នៅផ្ទះគេធ្វើមិនមែនផ្ទះយើងទេយើងធ្វើមិនយើងអាចយកទឹកមួយកែវឬមួយក៏មួយធុងទៅដាក់នៅចំកន្លែងដែលមានគោះដំស្វានដែលស្ថិតនៅក្នុងទិសខាងកើតឈៀងជើងហ្នឹងទៅដាក់មួយខែពេញរហូតដល់គេឈប់គោះឬមួយក៏ឈប់មានសម្លេងរំខានគឺយើងអាចដកចេញបានបាទអញ្ចឹងនេះគឺជាទិសសោយទី1នៅក្នុងខែកញ្ញាហើយយើងចូលដល់ទិសសោយទី2ទិសសោយទី2គឺឆ្ពោះទៅកាន់ទិសខាងលិចឈៀងជើងតារាសាស្ត្រលេខ3មកឈរចំហើយតារាសាស្ត្រលេខ5ប្រចាំខែ9នេះមកចំដូចគ្នាគឺត្រួតគ្នាពីត្រួតដូចនឹងទិសមុនដែរនិយាយពីធាតុវិញលិចឈៀងជើងគឺជាទិសធាតុមាសតារាសាស្ត្រលេខ3គឺធាតុឈើនិងតារាសាស្ត្រលេខ5គឺធាតុដីអញ្ចឹងធាតុវាអត់មានជួយ support គ្នាទេវាដាច់គ្នាអញ្ចឹងមានថាវាអាចកាត់បន្ថយកម្រិតនៃការឆុងឲ្យនៅតិចបានដូចគ្នាអញ្ចឹងវាអាចត្រឹម 80% ទេតែគាត់ថាខ្ពស់ដែរអញ្ចឹងយើងហាមតែម្ដងគឺការដំស្វានគោះផ្សេងៗគឺសូមកុំឲ្យមានពីព្រោះបើមិនជាមានវាអាចបង្កទៅជាចំនួនករណីក្តីក្តាំងចោរកម្មឬមួយក៏អាចមានគ្រោះថ្នាក់ដូចគ្នាដែរសម្រាប់មនុស្សចាស់ដែលស្ថិតនៅក្នុងផ្ទះនោះហើយផ្ទះបែរទៅទិសខាងលិចជើងហើយមានជំងឺប្រចាំកាយណាគឺអាចប្រឈមជាមួយនឹងការរើឡើងនៅជំងឺនឹងកម្រិតមួយធ្ងន់ដែលយើងបារម្ភខ្លាំងអត្រានៃការកើតចន្លោះពី70ទៅ 80% ដំណោះស្រាយបើសិនជាមានការគោះដំស្វានកន្លែងហ្នឹងបងប្អូនយកបាវឬមួយក៏ថង់បាទហើយចាក់អំបិល3គីឡូពីលើហើយយកអង្ករ3ក្តាប់រយពីលើហើយដាក់នៅក្នុងទិសហ្នឹងអញ្ចឹងឧទាហរណ៍ថាទិសហ្នឹងអញ្ចឹងយើងក្រាបពីក្រោមហ្នឹងមកអាចថាត្រឹម45នាទីទៅ1ម៉ោងយើងអាចប្រមូលចេញវិញបានហើយបើសិនជាគេគោះដំជារៀងរាល់ថ្ងៃយើងអាចប្រើជាកឡកែវដាក់ដោយអ្វីដែលខ្ញុំនិយាយហ្នឹងគឺដាក់អំបិល3គីឡូអង្ករ3ក្តាប់ក្នុងកែវហ្នឹងទៅហើយយើងដាក់ជាប់នៅទិសហ្នឹងតែម្ដងក៏វាជាសុវត្ថិភាពមួយដែរសម្រាប់នៅក្នុងខែ9នេះឥឡូវយើងចូលដល់ទិសមួយទៀតគឺទិសសោយចុងក្រោយគឺទិសខាងកើតតែម្ដងកើតចំណាអញ្ចឹងទិសខាងកើតនេះជាក់ស្ដែងទៅតារាសាស្ត្រនៅទិសខាងកើតប្រចាំឆ្នាំលេខ9ទេតារាសាស្ត្រល្អឯងប៉ុន្តែតារាសាស្ត្រដែលមិនល្អប្រចាំខែ9គឺតារាសាស្ត្រលេខ2ហេតុអីមកខ្ញុំលើកយកមកនិយាយដោយសារតែតារាសាស្ត្រហ្នឹងគឺវា support គ្នាទាំងដុលហើយអ្នកទទួលផលគឺតារាសាស្ត្រលេខ2ឥឡូវយើងនិយាយពីទិសខាងកើតទិសខាងកើតធាតុឈើតារាសាស្ត្រលេខ9ធាតុភ្លើងតារាសាស្ត្រល្អឯងអញ្ចឹងនៅពេលតារាសាស្ត្រលេខ9មកចំធាតុទិសខាងកើតដែលជាធាតុឈើនេះប្រចាំឆ្នាំហ្នឹងវាជួយឲ្យតារាសាស្ត្រលេខ9របស់យើងដែលជាតារាសាស្ត្រល្អហ្នឹងកាន់តែមានឥទ្ធិពលប៉ុន្តែតារាសាស្ត្រប្រចាំខែលេខ2គឺជាតារាសាស្ត្រធាតុដីអញ្ចឹងទិសធាតុឈើតារាសាស្ត្រលេខ9ធាតុភ្លើងមក support បង្កើតបានជាដីនេះដែលជាលទ្ធផលចុងក្រោយនេះគឺដីនេះគឺតារាសាស្ត្រលេខ2ដែលជាតារាសាស្ត្រអពមង្គលនៅក្នុងខែ9ហ្នឹងអញ្ចឹងវាអាចធ្វើឲ្យការឆុងរបស់យើងហ្នឹងក៏មានកម្រិតមួយមិនអាចកំណត់ជាភាគរយមានន័យថាបើយើងធ្វើចំពេលវេលាល្អហេងខ្លាំងតែបើយើងធ្វើចំពេលវេលាដែរឆុងគឺឆុងខ្លាំងតែម្ដងដែលយើងសឹងតែថាមិនអាចកំណត់ជាភាគរយបានឥឡូវឧទាហរណ៍ថាបើហេង 100% តែបើឆុង 100% ហ្មងអញ្ចឹងដូច្នេះហើយនៅតែដូចគ្នាហាមគួរដំស្វានហើយបើសិនជាមានវាអាចធ្វើឲ្យមានអ្នកឈឺមានរបួសចេញឈាមដាច់សាច់ជាដើមឬមួយក៏បញ្ហាសុខភាពរបស់យើងគឺផ្ដោតសំខាន់គឺវាអាចមានបញ្ហាលើសុខភាពនឹងធ្ងន់ធ្ងរអញ្ចឹងបើសិនជាមានការដំស្វាននៅត្រង់ចំណុចនោះឬមួយក៏លឺសំឡេងក្ដុងក្ដាំងចេញពីទិសខាងកើតនៃផ្ទះរបស់យើងយកវត្ថុណាក៏ដោយដែលធ្វើពីលោហៈធាតុមានស្ពាន់ដែកប្រាក់លង្ហិនឲ្យទៅជាលោហៈធាតុរូបអីក៏បានតែក្រៅពីសัตว์ទាំង12យកទៅតាំងនៅចំផ្នែកដែលលឺសំឡេងនោះឬមួយក៏តាំងនៅក្នុងទិសខាងកើតនោះគឺជាការស្រេចអញ្ចឹងសម្រាប់បងប្អូនដែលគាត់បានទស្សនានៅវីដេអូនេះហើយដល់ចំណុចពាក់ព័ន្ធមួយទិសសយនេះខ្ញុំសូមបញ្ជាក់ថាបងប្អូនដែលរស់នៅក្នុងទិសនឹងនៅក្នុងផ្ទះរបស់យើងណាហើយទិសទាំង3ហ្នឹងវាអត់មានសំឡេងរំខានអីទេវាអត់មានគោះដំស្វានអីទេបងប្អូនអត់ចាំបាច់បារម្ភទេលុះត្រាតែមានការគោះដំស្វានសំឡេងរំពងបានយើងមានការបារម្ភខ្លាំងអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំជឿជាក់ថាបងប្អូនស្ដាប់ហើយនឹងជាចំណេះដឹងមួយហើយនឹងអាចប្រយ័ត្នប្រយែងនៅក្នុងការរស់នៅអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមអរគុណដល់បងប្អូនហើយខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំមានលក់กระดาษសែនក្បាលទឹកចឹងដល់សតតែប្រហែលថ្ងៃទៀតទេដល់ថ្ងៃសែនក្បាលទឹកហើយអញ្ចឹងបងប្អូនអាច
ធ្វើការឆាតចូលមក page ក៏បាន Telegram ក៏បានដើម្បីឲ្យក្រុមការងារធ្វើការផ្ដល់ព័ត៌មានពាក់ព័ន្ធជាមួយនឹងกระดาษសែនអញ្ចឹងសង្ឃឹមថាបងប្អូនដែលគាត់ជាម៉ួយដែលគាត់ទិញกระดาษសែនពីខ្ញុំកាលពីឆ្នាំកន្លងទៅអាចស្ដាប់ហើយបញ្ញាប់ទៅមើលថាបានកក់ហើយនៅបើនៅទេអាចបញ្ញាប់មកកក់បានអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយជូនពរបងប្អូនសុខសប្បាយយើងនឹងជួបគ្នានៅវីដេអូជាបន្តទៀត